អ្នកដែលចូលចិត្តប្រហុកលេងឃើញវីដេអូខ្ញុំកំពុងតែបង្ហាញនេះហើយដឹងថាឃ្លានហើយបើថាឃ្លានតមកធ្វើហូបជាមួយខ្ញុំទាំងអស់គ្នាគ្រឿងផ្សំរបស់ខ្ញុំមានសាច់ជ្រូក3ចិនមានប្រហុកហើយនិងម្ជូរកសាំងបន្លែខ្ញុំមានទឹកសក់ត្រប់ស្រួយស្ពៃក្តោបហើយនិងម្ទេសផ្លោកហើយខ្ញុំដាក់ត្រប់ញងហើយជាមួយនឹងពងមាន់3គ្រាប់របៀបធ្វើរបស់ខ្ញុំដំបូងខ្ញុំចាក់ខ្លាញ់ទុកឲ្យរាំងក្តៅបន្តិចខ្ញុំចាក់ខ្ទឹមសច្រាំចូលហើយខ្ញុំលីងវាឲ្យឡើងឈ្ងុយបន្ទាប់មកខ្ញុំចាក់ស្ករក្រហមចូលអ្នកទាំងអស់គ្នាខ្ញុំចាក់ហើយគឺខ្ញុំលីងខ្ញុំកូរវាឲ្យឡើងឈ្ងុយឲ្យវាឡើងជើងក្រងមកបានខ្ញុំចាក់សាច់ជ្រូកច្រាំចូលសាច់ជ្រូកនេះខ្ញុំយកទៅច្រាំលាយជាមួយប្រហុកជាមួយនឹងម្ជូរកសាំងហើយខ្ញុំដាក់ប៊ីចេងឲ្យហើយធ្វើអញ្ចេះវាស្រួលពេលយើងយកមកលីងអត់ពិបាកថែមគ្រឿងញ៉ៃញ៉ៃហើយដាក់ច្រើនតងទេពេលដាក់សាច់ជ្រូកហើយគឺខ្ញុំឆាវាឲ្យដាច់ទឹកព្រៃហើយបានខ្ញុំបន្ថែមត្រប់ញងហើយនិងម្ទេសពេលដែលខ្ញុំដាក់ត្រប់ញងហើយនិងម្ទេសហើយគឺខ្ញុំកូរច្បល់វាម្សៅទៀតដើម្បីឲ្យត្រប់ញងនិងម្ទេសវាឆ្អិនល្អពេលដែលត្រប់ញងនិងម្ទេសឆ្អិនហើយគឺខ្ញុំចាក់ពងមាន់ចូលថែម3គ្រាប់ទៀតហើយខ្ញុំទុកពងមាន់ឲ្យរាងឆ្អិនបន្តិចមកខ្ញុំកូរច្បល់លាយជាមួយគ្នាកូរប្រហុកហើយនិងពងមាន់តើតាស្ងួតល្អអ្នកទាំងអស់គ្នាបានឆ្ងាញ់ខ្ញុំពេលខ្ញុំលីងប្រហុកខ្ញុំចូលចិត្តដាក់ពងមាន់ចូលពេលយើងហូបទៅវាខ្ទិះឆ្ងាញ់ណាបើអ្នកទាំងអស់គ្នាអត់ចូលចិត្តដាក់ពងមាន់ទេមិនបាច់ដាក់ទេតែបើខ្ញុំអត់ដែរឲ្យម្លងទេតែធ្វើលីងប្រហុកឲ្យដឹងតែមានវីតាមីនពងមាន់ចូលរួមដែរឡើយ